រឿងអាចកំបាំងក្រោមដើមជ្រៃធំកាលពីសម័យដើមមានភូមិមួយឈ្មោះថាភូមិស្ងាត់នៅកណ្ដាលភូមិមានដើមជ្រៃធំមួយដែលអ្នកភូមិតែងតែល្បីថាមានខ្មោចលងសាហាវណាស់ជាពិសេសគឺក៏ខ្មោចកំបុតក្បាលមានយុវជនម្នាក់ឈ្មោះសុកជាមនុស្សមិនសូវជឿលើរឿងអរូបីយប់មួយដោយសារចង់បង្អួតមិត្តភ័ក្តិសុកបានភ្នាល់គ្នាថាខ្លួនហ៊ានដើរកាត់ដើមជ្រៃនោះនៅកណ្ដាលអាធ្រាត្រពេលដែលសុកដើរទៅដល់ក្រោមដើមជ្រៃខ្យល់ក៏ចាប់ផ្ដើមបក់មកយ៉ាងខ្លាំងសំឡេងស្លឹកឈើបោកគ្នាសូរដូចមនុស្សកំពុងយំខ្សឹកខ្សួលរំពេចនោះសុកស្រាប់តែឃើញស្រមោលខ្មៅធំមួយឈរនៅពីមុខផ្លូវសុកព្យាយាមសម្រួលអារម្មណ៍ហើយស្រែកសួរថានរណាគេនឹងកុំមកលេងសើចជាមួយខ្ញុំណាស្រមោលនោះក៏ងាកមកយឺតសុកសឹងតែកាំងបេះដូងស្លាប់នៅពេលដែលឃើញថាបុរសម្នាក់នោះគ្មានក្បាលនៅលើស្មាទេប៉ុន្តែនៅក្នុងដៃស្ដាំរបស់គេបែរជាយួរក្បាលដែលប្រឡាក់ពេញដោយឈាមហើយក្បាលនោះកំពុងតែសម្លឹងមកសុកទាំងញឹមស្ញែងយ៉ាងគួរឲ្យខ្លាចខ្មោចកំបុតក្បាលនោះនិយាយដោយសំឡេងស្អុកសុកភ័យពេកក៏ដួលសន្លប់បាត់ទៅដល់ពេលដឹងខ្លួនឡើងវិញទើបដឹងថាខ្លួនត្រូវបានលោកតាអាចារ្យម្នាក់ជួយសង្គ្រោះលោកតាបានរៀបរាប់ថាកាលពីច្រើនឆ្នាំមុនបុរសម្នាក់នោះជាអ្នកយាមភូមិដ៏ស្មោះត្រង់ប៉ុន្តែត្រូវបានចោរកាប់សម្លាប់ដាច់ក្បាលដោយអយុត្តិធម៌ទើបវិញ្ញាណក្ខន្ធមិនអាចបន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់លោកតាអាចារ្យសុកលែងមានចិត្តខ្លាចដូចមុនទៀតហើយប៉ុន្តែបែរជាមានចិត្តអាណិតអាសូរដល់វិញ្ញាណក្ខន្ធខ្មោចកំបុតក្បាលនោះវិញលោកតាបានប្រាប់ទៀតថាបើចង់ឲ្យវិញ្ញាណគេបានទៅចាប់ជាតិលុះត្រាតែរកឃើញវត្ថុការពារខ្លួនរបស់គេដែលពួកចោរបានលួចយកទៅកប់ទុកជាមួយក្បាលពិតប្រាកដរបស់គេយប់បន្ទាប់មកទៀតសុកបានសម្រេចចិត្តត្រឡប់ទៅដើមជ្រៃនោះម្ដងទៀតលើកនេះគេមិនបានទៅដោយភាពប្រហានឡើយតែទៅដោយចិត្តចង់ជួយពេលទៅដល់ខ្មោចកំបុតក្បាលនោះក៏លេចមកម្ដងទៀតប៉ុន្តែលើកនេះវាគ្រាន់តែចង្អុលទៅកាន់ទិសខាងលិចនៃដើមជ្រៃរួចក៏លីបាត់ទៅសុកនិងលោកតាអាចារ្យរួមទាំងអ្នកភូមិមួយចំនួនទៀតបាននាំគ្នាជីកដីនៅចំចំណុចដែលខ្មោចនោះចង្អុលបន្ទាប់ពីជីកបានជម្រៅប្រហែល1ម៉ែត្រពួកគេបានប្រទះឃើញលាតក្បាលមនុស្សដែលនៅរក្សាទម្រង់ដើមខ្សែរូបព្រះធ្វើពីមាសសុទ្ធដែលជាវត្ថុចុងដៃរបស់បុរសម្នាក់នោះដាវបាក់មួយដែលជារបស់ពួកចោរដែលបានសម្លាប់គេនៅពេលដែលសុកលើកខ្សែរូបព្រះនោះមកជូតសម្អាតស្រាប់តែមានពន្លឺពណ៌ស្មួយជិះចេញពីដើមជ្រៃរូបរាងខ្មោចដែលធ្លាប់តែគួរឲ្យខ្លាចប្រែជាបុរសម្នាក់ដែលមានរូបរាងស្អាតបាតស្លៀកពាក់ជាអ្នកយាមភូមិបុរាណគេបានញឹមមកកាន់សុករួចលើកដៃសំពះលាមុននឹងរលីបាត់ទៅក្នុងពន្លឺនោះយ៉ាងស្ងប់សុខចាប់តាំងពីថ្ងៃនោះមកដើមជ្រៃធំលែងមានខ្មោចឡងទៀតហើយអ្នកភូមិបាននាំគ្នាធ្វើសាលាសំណាក់មួយនៅក្បែរនោះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកយាមភូមិដ៏ក្លាហានចំណែកឯសុកគេបានក្លាយជាមនុស្សម្នាក់ដែលចេះដឹងខុសត្រូវនិងលែងដើរអួតអាងដូចមុនទៀតឡើយសុកគេបានដឹងច្បាស់ថាបើភាពភ័យខ្លាចកើតចេញពីភាពមិនដឹងប៉ុន្តែសេចក្តីក្លាហានពិតប្រាកដគឺកើតចេញពីការជួយអ្នកដទៃដោយចិត្តបរិសុទ្ធ